โดยนึกน้องเหืองจังเนี่ยงอกเนี่ยคือสะอาดครั้งเหมือนเต้นแต่เพียบมวยนี่ฮะก่อนต่างเงือบปีปลำเมาคือใส่อัพห้อยปิงตึกจำดองสัปดาห์นี้ยืนในน้องเนี่ยต่างออกนี่แต่เลนบอลที่ผ่านมันทานทอมเชียดด้วยสเพียบเปรย์พนมตึกช่วยคือสะอาดกรุบกระไลงงในไปยุบล้างยังอาชีตุกติดจะปะกองจะไตรจะกระดามจะปะเกียให้ปัจจุบันครั้งเหมือนเต้นงอกนี่ให้ผู้ยืนน้องเนี่ยต่างออกนี่เอาแต่สกอร์กระไลสนามมากระไลเนี่ยมีแต่สเพียบสะอาดการได้กลัววิ่งใบปนัดหนึ่งไอ้น้องมัดแพะครูซ่าเอาแต่สกอร์อัมปีดับบอลทอมเชียดดอกซอสานที่พองได้ให้สำหรับการทวนมันน้าเจนบิริตนี้เป็นเตอร์ทำแต่ปีมองเชียงใบมองอ่ะคือไอ้แต่ดออะไรให้มันทานล้านมันทานมาโต้ยังไอ้แต่เลี้ยงจีพาร์ตบานออก อย่างงอเครียดภายจิตบังดังไอ้ทายnhóm chìm đường nét để chỗ chất đa liên bài adventure ឬក៏ជា touring ទៅតំបន់ឆ្ងាយៗចឹងទៅក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យ experience របស់ខ្ញុំហ្នឹងគឺទៅដល់ក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាបងប្អូនខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំក៏បានធ្វើតាមនៅដំណើរកម្សាន្តមួយហើយនឹងនាំពួកគាត់ទៅកាន់តំបន់ទេសចរធម្មជាតិព្រោះជាធម្មតាបងប្អូនខ្ញុំឲ្យតែគាត់មានកម្រងទៅដើរលេងគឺទៅតែសមុទ្រឬក៏ទៅគេងហូតែលអីចឹងទៅក៏ប៉ុន្តែលើកនេះខ្ញុំនឹងនាំគាត់មកកាន់តំបន់ទេសចរបែបធម្មជាតិចេះម្ដងចង់នឹងថាអារម្មណ៍ពួកគាត់សប្បាយប៉ុណ្ណាប្លែកប៉ុណ្ណាហើយលើកនេះក៏ខ្ញុំចង់ចំណាយពេលជាមួយពួកគាត់ម្ដងឲ្យគាត់ដឹងថាការដែលខ្ញុំដើរលេងបែបតំបន់ធម្មជាតិតំបន់បែបចូលព្រៃបែប adventure ហ្នឹងតើវាមានរសជាតិមិនវាមានភាពខុសប្លែកគ្នាមិននៅពេលដែលយើងទៅតំបន់ដែលស្រួលទីក្រុងឬក៏ទៅតាមឆ្នេរទៅតាមវិញអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែបងប្អូនខ្ញុំគាត់មានកូនទូចមានអីអញ្ចឹងក៏ខ្ញុំនាំគាត់ទៅតំបន់ដែលពិបាកពេកដែរហើយលើកនេះខ្ញុំជ្រើសរើសយកផ្ទះលំហែ The Forest ជាគោលដៅដែលយើងមកលេងនៅ The Forest មិនត្រឹមជាកន្លែងស្នាក់អាស្រ័យមួយដ៏ស្រស់ស្អាតហុំព័ទ្ធដោយធម្មជាតិជុំវិញទេនៅខាងមុខគឺមានដងព្រែកដ៏វែងហើយស្អាតខ្លាំងមែនទែនជាពិសេសពេលព្រឹកឡើងវិញនៅលើទឹកគឺចុះអាប់បែកផ្សែងហ្មងអ្នកទាំងអស់គ្នាហើយនៅនេះមានផ្ទះស្នាក់ជាច្រើនគឺប្លែកៗគ្នាខ្លាំងមែនទែនអ្នកទាំងអស់គ្នាមានដូចជាផ្ទះនៅលើដើមឈើផ្ទះសម្រាប់ក្រុមគ្រួសារឬក៏មិត្តភ័ក្តិផ្ទះបែបគូស្នេហ៍បែបទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងក៏ដូចជាការស្នាក់នៅជាច្រើនទៀតនៅក្នុង The Forest ហើយជាពិសេសម៉ោង Golden Hour យើងអាចធ្វើការជិះក្បូនជាក្រុមដើម្បីទៅមើលថ្ងៃលិចព្រោះថាគាត់មានបុគ្គលិកដើម្បីជូនពួកយើងទៅមើលថ្ងៃលិចដោយធ្វើការជិះលើក្បូនហើយបដិសេធនៅតាមដងព្រែកចឹងទៅដើម្បីមើលថ្ងៃលិចហើយយើងឈៀលលេងនៅពេលម៉ោងព្រះអាទិត្យលិចនឹងហ្មងSunset Cruise Let's go ហើយខ្ញុំគិតថាការដែលខ្ញុំនាំបងប្អូនរបស់ខ្ញុំមកនៅនេះគឺវាស័ក្តិសមមែនតើព្រោះដោយសារតែបរិយាកាសធម្មជាតិគឺមានអីដែលខ្ញុំចង់បានទាំងអស់ហើយជាពិសេសគឺសុវត្ថិភាពសម្រាប់ពួកគាត់ទៀតហើយវាក៏ជាការស្នាក់នៅបែបធម្មជាតិមួយដែលយើងធ្លាប់តែគេងនៅអូតែលធ្លាប់តែគេងនៅស្ថានភាពអីចឹងយើងផ្លាស់ប្ដូរអារម្មណ៍មកគេងបែបជាមានធម្មជាតិជុំវិញខ្លួនចេះក៏វាបង្កើននៅបរិយាកាសក៏ដូចជាបទពិសោធន៍ថ្មីដល់ពួកយើងផងដែរពេលយប់ឡើងយើងបានតាក់ទងទៅខាងសហគមន៍អេកូទេសចរជីផាតដើម្បីធ្វើការជិះទូកទៅចាក់កងចាក់បកាចាក់ត្រីអញ្ចឹងអ្នកទាំងអស់គ្នាដែលមានបំណងមកលេងជីផាតហើយចង់ចាក់បកងចង់ទទួលសេវាកម្មមួយចំនួនអាចមកតំណកន្លែងសហគមន៍អេកូទេសចរជីផាតនេះបាននេះកន្លែងគាត់នៅនេះយើងឡើងដល់ពីខាងទូកដខាងនោះមកជីប្រហែលជា3 ម៉ែត្រមកដល់ហើយហើយសកម្មភាពនៃការចាក់ត្រីចាក់បកងចាក់បកានឹងគឺសប្បាយខ្លាំងមែនតើអ្នកនរគ្នាព្រោះដោយសារតែវាជាលើកទី1សម្រាប់ខ្ញុំហើយក៏ជាលើកទី1ខ្ញុំធ្វើរឿងនេះជុំគ្នាជាមួយបងប្អូនខ្ញុំដែរព្រោះពីមុនយើងធ្លាប់តែស្ទួយត្រីធ្លាប់អីអញ្ចឹងណាក៏ប៉ុន្តែលើកនេះយើងចែកទូកទៅចាក់បកាចាក់បកងទាំងយប់ហើយសប្បាយចាក់បានអ្នកខ្លះចាក់បានអីអញ្ចឹងណាអូបងប្អូនអើយខ្ញុំបងនេះគឺមកទៅផលស្ទួយត្រីបានយ៉ាងហ្នឹងណាស្ទួយអីចាក់សោះនេះនេះទេអែមពូចាក់បានភ្លាមស្រស់ស្រស់ ទៅចាក់បកងឲ្យបានបកឹសទៅពឹស អេបកងបានដែរនេះបានត្រីទៀតអូត្រីនេះគេមិនបានទេ
Mai này, à tụ nó lại đang chỗ này. ហើយនៅពេលយប់ឡើងបន្ទាប់ពីយើងត្រឡប់មកពីចាក់បកាបកងនឹងវិញយើងក៏បានរៀបចំអាហារពេលល្ងាចនៅមាត់ទឹកនេះហ្មងហើយដោយសារតែនៅ The Forest នេះគឺជាកន្លែងមួយដែលស័ក្តិសមល្អបំផុតសម្រាប់ការជួបជុំមិត្តភ័ក្តិឬក៏ក្រុមគ្រួសារអញ្ចឹងនៅនេះគឺមានពីសម្រាប់យើងធ្វើការ dinner ជួបជុំគ្នាហើយមានច្រើនកន្លែងមែនតើមានធំជាងនឹងទៀតអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាបានទៅផ្ទាល់ហើយយើងក៏បានរៀបចំធ្វើការអាំងសាច់ក៏ដូចជាយកបកងបកាត្រីក្តាមអីដែលយើងចាក់បានមិញហ្នឹងយកមកធ្វើម្ហូបសម្រាប់អាហារពេលល្ងាចហើយសម្រាប់ការជួបជុំដ៏ល្អបែបនេះហើយមិនភ្លេចទេជាមួយនឹង Gansberg Snow ឆ្ងាញ់ស្រាលស្រួលលេបហ្មងអាកុលត្រឹមតែ 3.9 នេះស្រាលជាងគេហើយក៏លីបជាងគេទៀតកាន់តែត្រជាក់កាន់តែឆ្ងាញ់ដូចគេនិយាយថា cool like that like Gansberg Snow និយាយទៅគឺវាត្រូវជាមួយនឹងបរិយាកាសនេះហ្មងអ្នកទាំងអស់គ្នាខ្លះសេឲ្យត្រជាក់កាន់តែឆ្ងាញ់ហើយជាមួយនឹងបរិយាកាសមានសាច់អាំងជួបជុំបងប្អូនបែបនេះអូនិយាយពីថាអែមខ្លាំងមែនតើអ្នកទាំងអស់គ្នាបន្ទាប់ពីមកពីចាក់បកងចាក់ត្រីហើយយកមកដាក់អាំងជាមួយមានសាច់មានអីចឹងមកជាពិសេសមាន Gansberg ចឹងទៀតអូបរិយាកាសនេះគឺល្អហើយបើនិយាយពីអាកាសធាតុវិញយប់ឡើងត្រជាក់ស្រួលខ្លាំងមែនតើនៅតំបន់ជីផាតនេះទាំងអស់គ្នាហើយនេះគឺជាយប់មួយដែលពួកយើងឈៀលឲ្យទាំងអស់គ្នានៅមាត់ព្រែកជីផាតហើយវាក៏ជាដំណើរកម្សាន្តដ៏រីករាយមួយដែរសម្រាប់ពួកយើងទាំងអស់គ្នាហើយខ្ញុំក៏ចង់ណែនាំឲ្យអ្នកទាំងអស់គ្នាបានទៅស្គាល់អំពីតំបន់ទេសចរធម្មជាតិដ៏ស្រស់ស្អាតជាពិសេសនៅក្នុងតំបន់ជីផាតនេះផ្ទាល់តែម្ដងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូយើងនឹងជួបគ្នានៅវីដេអូក្រោយ